ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៅព្រោះជីវិតមិនមែនជាការប្រណាំងទេមនុស្សជាច្រើនតែងតែមានអារម្មណ៍ថាខ្លួនឯងកំពុងដើរយឺតជាងអ្នកដទៃពេលឃើញមិត្តភក្តិមានការងារល្អមានផ្ទះមានឡានឬជោគជ័យក្នុងជីវិតយើងក៏ចាប់ផ្ដើមសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅមិនទាន់ទៅដល់ទីនោះប៉ុន្តែសូមចាំថាជីវិតមិនមែនជាការប្រណាំងនោះទេមនុស្សម្នាក់ៗមានផ្លូវដើរមានគោលដៅនិងពេលវេលាខុសៗគ្នាអ្នកខ្លះជោគជ័យនៅវ័យ20ឆ្នាំខណៈអ្នកខ្លះទៀតរកឃើញភាពជោគជ័យនៅវ័យ40ឆ្នាំក្រោយឬច្រើនជាងនេះការដើរយឺតមិនមែនមានន័យថាអ្នកបរាជ័យនោះទេកុំចំណាយពេលប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃព្រោះអ្វីៗដែលអ្នកឃើញនៅខាងក្រៅមិនប្រកាសថាជាសុភមង្គលពិតប្រាកដនៅខាងក្នុងឡើយអ្វីដែលសំខាន់បំផុតគឺការរីកចម្រើនរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃបើថ្ងៃនេះអ្នកខ្លាចជាមនុស្សល្អជាងម្សិលមិញបន្តិចនោះគឺជាជោគជ័យដ៏មានតម្លៃរួចទៅហើយកុំប្រញាប់កុំខ្លាចហើយកុំបោះបង់ដើរទៅមុខតាមល្បឿនរបស់ខ្លួនឯងព្រោះជីវិតមិនមែនជាការប្រណាំងទេតែជាដំណើរដ៏មានន័យមួយដែលយើងត្រូវរៀនរីករាយជាមួយវាចងចាំថាអ្នកមិនយឺតពេកទេអ្នកគ្រាន់តែកំពុងដើរតាមពេលវេលារបស់ខ្លួនឯងតែប៉ុណ្ណោះតើអ្នកយល់យ៉ាងណាចំពោះប្រធានបទនេះបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ follow page និង share វីដេអូនេះដើម្បីទទួលបានវីដេអូថ្មីៗមុនគេ